យើងសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថាវងមនុស្សដ៏លោភលន់នេះជាសៀវភៅមួយក្បាលដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងពិភពអ្នកវិនិយោគតែភាពល្បីល្បាញរបស់វាមិនមែនសម្រាប់មនុស្សទូទៅឬអ្នកដែលទើបនឹងស្គាល់ពីហិរញ្ញវត្ថុដូចសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រឬសៀវភៅអ្នកមានជាងគេនៅបាប៊ីលូននោះទេមានតែអ្នកដែលចង់ប្រឡូកក្នុងវិស័យហិរញ្ញវត្ថុនិងអ្នកវិនិយោគចាស់វស្សាប៉ុណ្ណោះទើបចាប់អារម្មណ៍នឹងអានសៀវភៅមួយក្បាលនេះបើសិនជាអ្នករៀនចប់ថ្នាក់បរិញ្ញាបត្រឬថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនេះគួរតែជាសៀវភៅមួយក្បាលដែលអ្នកកាន់ចេញពីសាលាហើយចូលប្រឡូកក្នុងពិភពវិនិយោគជាក់ស្ដែងហើយចំពោះមនុស្សទូទៅដូចជាយើងសៀវភៅនេះនឹងបង្រៀនមេរៀនសំខាន់ពីរដល់យើងគឺការដែលចេះទប់ចិត្តនឹងភាពលោភលន់និងការដែលបង្ការភាពភ័យខ្លាចនៅចំពោះមុខគ្រោះថ្នាក់សៀវភៅមួយក្បាលនេះមានចំណងជើងដើមជាភាសាអង់គ្លេសថា Extraordinary Popular Delusion and the Madness of Crowd ដែលសរសេរឡើងដោយលោក Charles Mackay កាលពីជាង200ឆ្នាំមុនមកម្ល៉េះអ្នកប្រកាសជាលាន់មកថាសៀវភៅកាលពីជាង200ឆ្នាំមុនយកមកអាននៅពេលនេះមានប្រយោជន៍អ្វីទៅបើចេះអស់ខ្ទេចខ្ទីពីខ្លឹមសារនៅក្នុងសៀវភៅនេះក៏មិនអាចយកមកអនុវត្តបាននៅក្នុងសម័យបច្ចេកវិទ្យានេះដែរអ្នកយល់ខុសហើយជាង2សតវត្សរ៍មកនេះទស្សនាវដ្តី Financial Times វាតម្លៃថាវាជាស្នាដៃនិពន្ធដ៏ល្អឯកជាងគេទាំង10នៅក្នុងវិស័យហិរញ្ញវត្ថុហើយធនាគារ Goldman Sachs ដាក់សៀវភៅនេះថ្វាយបង្គំនៅលើធ្នើជាសៀវភៅដែលអ្នកវិនិយោគគ្រប់រូបត្រូវតែអានមុននឹងចូលទៅកាន់ Wall Street សៀវភៅនេះមិនបានបង្រៀនយើងឲ្យចេះពីតាក់ទិកក្នុងការវិនិយោគឲ្យបានជោគជ័យមែនតែគេបានពន្យល់ពីទស្សនវិជ្ជានៅពីក្រោយកំហុសឆ្គងមួយចំនួនដែលមនុស្សភាគច្រើនតែងតែប្រព្រឹត្តដូចជាការញៀននឹងល្បែងការដែលធ្វើអ្វីមួយតាមគេតាមឯងគ្មានគោលការណ៍ខ្លួនឯងជាដើមសុទ្ធតែជារឿងដែលកើតឡើងគ្រប់សម័យកាលគ្រប់ប្រទេសជាតិទាំងអស់មហាសេដ្ឋីនិងជាកម្ពុជាអ្នកវិនិយោគដ៏ល្បីល្បាញ Warren Buffett ក៏ធ្លាប់និយាយដែរថាពេលគ្រប់គ្នាខ្លាចខ្ញុំហ៊ានពេលគ្រប់គ្នាហ៊ានខ្ញុំប្រយ័ត្នតាមពិតទស្សនៈនេះត្រូវបានលើកឡើងជាយូរណាស់មកហើយនៅក្នុងសៀវភៅនេះដោយនិយាយពីការលោភលន់និងភាពភ័យខ្លាចរបស់មនុស្សជាពិសេសក្នុងវិស័យវិនិយោគនិងល្បែងស៊ីសងទស្សនៈនេះមិនថាចំពោះអ្នកវិនិយោគអ្នករកស៊ីតូចតាចឬមនុស្សទូទៅនោះទេវាគួរតែជាទស្សនៈទានដ៏មានតម្លៃបំផុតមួយទោះស្ថិតក្នុងសតវណ្ណៈបែបណានៅក្នុងសង្គមក៏ដោយព្រោះមនុស្សភាគច្រើនលោភលន់ចង់បានឬមានការភ័យខ្លាចទៅតាមមនុស្សភាគច្រើនគេមានច្បាប់មួយដែលគេហៅថា Bandwagon Effect ដែលគោលការណ៍នេះចង់បង្ហាញពីទស្សនវិជ្ជាមួយដែលមនុស្សតែងតែមានទំនោរទៅកាន់មតិភាគច្រើនឬអាចនិយាយបានថាតាមគេតាមឯងដោយមិនដឹងថាវាជាការត្រឹមត្រូវឬអត់ផងនោះទេវាជាចិត្តសាស្ត្រធម្មជាតិមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែមានមិនអាចបដិសេធបានឡើយស្រមៃតែមើលសុកស្រាប់តែមានអ្នកណាម្នាក់រត់មកឆោឡោប្រាប់អ្នកថាមានភ្លើងឆេះផ្ទះអ្នកប្រកាសជារត់មុនគេហើយដោយមិនចាំបាច់ទៅសួរថាឆេះនៅឯណាឆេះផ្ទះអ្នកណានោះទេឥទ្ធិពលនេះក៏មានគេប្រើច្រើនដែរនៅក្នុងវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុនិងនយោបាយតទៅនេះយើងមកនិយាយពីចរិតពីធម្មជាតិរបស់មនុស្សទាំង3យ៉ាងគឺភាពលោភលន់ភាពភ័យខ្លាចនិងនិន្នាការទៅរកមតិភាគច្រើនដែលយើងនិយាយយ៉ាងសាមញ្ញថាតាមគេតាមឯងយើងមកស្ដាប់រឿងមួយនេះរឿងនេះកើតឡើងនៅក្នុងប្រទេសបារាំងក្នុងអំឡុងដើមសតវត្សទី18គឺប្រហែលជាជាង300ឆ្នាំមុនមានក្រុមហ៊ុនមួយឈ្មោះថា Mississippi វិបត្តិសេដ្ឋកិច្ចនៅបារាំងនៅពេលនោះធ្វើឲ្យប្រជាពលរដ្ឋមានការចលាចលជាខ្លាំងខណៈដែលនៅអង់គ្លេសឯណោះវិញក៏ជួបបញ្ហាវិបត្តិសេដ្ឋកិច្ចដូចគ្នាដែលគេហៅថា South Sea Bubble វិបត្តិសេដ្ឋកិច្ចសមុទ្រខាងត្បូងនេះគឺជារឿងមួយដែលត្រូវបានគេចាត់ទុកថាជាដាននៃការផ្ទុះបែកខ្ចាយនៃពពុះសេដ្ឋកិច្ចដំបូងបំផុតក្នុងប្រវត្តិសាស្ត្រហើយក្រោយពេលស្ដាប់រឿងនេះចប់យើងនឹងដឹងថាវិបត្តិសេដ្ឋកិច្ចប្រៀបដូចជារឿងភាពយន្តមួយដែលត្រូវបានគេចាក់ឡើងវិញម្ដងហើយម្ដងទៀតយ៉ាងអញ្ចឹងតួអង្គឯកនៅក្នុងរឿងនេះមានឈ្មោះថា John Law ដែលជានាយកគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសបារាំងនៅពេលនោះហើយដោយសារតែគាត់បានបង្កើតក្រុមហ៊ុនមួយដ៏ល្បីរន្ទឺទូទាំងពិភពលោកនៅពេលនោះទើបគេឈ្មោះរបស់គាត់ត្រូវបានគេស្គាល់សុសសាយជុំវិញពិភពលោកនៅឆ្នាំ1671គាត់កើតនៅក្នុងទីក្រុង Edinburgh រដ្ឋធានីរបស់ប្រទេស Scotland ចក្រភពអង់គ្លេសជីដូនជីតារបស់គាត់សុទ្ធតែជាអ្នកធនាគារតាំងពីតូចមកគាត់ធំធាត់នៅក្នុងត្រកូលអភិជននិងមានជីវិតសម្បូរបែបនិងស៊ីវិល័យជាងគេនៅពេលនោះតែដល់ពេលធំនឹងក្តីគាត់ចាប់ផ្ដើមចូលចិត្តការគណនានិងតែងតែទៅរៀនសូត្រពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយឪពុករបស់គាត់អាយុ17ឆ្នាំឪពុករបស់គាត់បានលាចាកលោកបន្សល់ទុកនូវទ្រព្យសម្បត្តិមហាសាលដល់ John Law ក្រោយមកគាត់បានមកដល់ទីក្រុងឡុង
ចូលលេងល្បែងក្នុងកាស៊ីណូរហូតក្លាយជាអ្នកលេងល្បែងដ៏ជំនាញមួយរូបពេលថ្ងៃស្រាវជ្រាវពីសេដ្ឋកិច្ចរៀនពីពាណិជ្ជកម្មរបស់ប្រទេសផ្សេងៗក្នុងតំបន់រីឯពេលយប់ចូលលេងល្បែងក្នុងកាស៊ីណូជារៀងរាល់ថ្ងៃដោយសារតែគាត់ពូកែខាងគណនានិងវិភាគពីប្រូបាបទើបធ្វើឲ្យគាត់លេងមិនដែលចាញ់នោះទេជីវិតបែបនេះគាត់ឆ្លងកាត់អស់រយៈពេលជាង30ឆ្នាំអំឡុងពេលនោះគាត់ត្រឡប់មកប្រទេស Scotland ដែលជាស្រុកកំណើតវិញជាមួយនឹងគម្រោងការមួយគឺបង្កើតរូបិយវត្ថុដោយខ្លួនឯងដោយសារតែរឿងនេះធ្វើឲ្យប្រទេសជាច្រើននៅក្នុងលោកតាមចាប់គាត់ហើយចាត់ទុកគាត់ថាជាបុគ្គលដ៏គ្រោះថ្នាក់បំផុតម្នាក់នៅក្នុងលោកនៅឆ្នាំ1715ពេលនោះ John Law អាយុ44ឆ្នាំស្ដេចព្រះអាទិត្យល្វីសទី14របស់ប្រទេសបារាំងបានសោយទីវង្គតហើយចៅទួតរបស់ព្រះអង្គបានស្នងពីតំណែងនៅអាយុ5ឆ្នាំដែលគេស្គាល់ថាជាស្ដេចល្វីសទី15ស្ដេចល្វីសទី15មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយនឹង John Law ហើយអំឡុងពេលដែលជាតាទួតរបស់ទ្រង់នៅកាន់តំណែងប្រទេសបារាំងជាប់បំណុលគេច្រើនរាប់មិនអស់ស្ថានភាពនយោបាយមានភាពរង្គោះរង្គើហើយប្រជាជនក៏កំពុងតែមានការបោះបោរដែរក្រោយពេលដែលស្ដេចល្វីសទី15ឡើងគ្រងរាជ្យភ្លាមមនុស្សទី1ដែលទ្រង់នឹកឃើញមុនគេគឺលោក John Law នេះឯងទ្រង់សង្ឃឹមថានឹងមានមនុស្សដ៏ឆ្លៀសវៃម្នាក់ឈរនៅពីក្រោយជួយជ្រោមជ្រែងទ្រង់ឲ្យក្លាយជាស្ដេចផែនដីដ៏ខ្លាំងពូកែម្នាក់ John Law បានបង្ហាញនៅគម្រោងការបង្កើតរូបិយវត្ថុរបស់គាត់ទៅកាន់ស្ដេចល្វីសទី15នៅឆ្នាំ1716រដ្ឋាភិបាលបារាំងបានសម្រេចឲ្យ John Law បង្កើតធនាគារមួយដែលមានឈ្មោះថា Royal Bank ថែមទាំងបានផ្ដល់សិទ្ធិឲ្យធនាគារនោះបង្កើតរូបិយវត្ថុមួយប្រភេទឡើង John Law ជាអ្នកសេដ្ឋកិច្ចនិងពូកែខាងប្រើប្រាស់សាច់ប្រាក់ស្រាប់មិនយូរប៉ុន្មានក្រដាសសាច់ប្រាក់ចាប់ផ្ដើមមានចរាចរណ៍ទូទាំងប្រទេសបារាំងលើសមាសហើយនឹងប្រាក់ទៅទៀត John Law កាន់តែទទួលបានទំនុកចិត្តពីស្ដេចល្វីសទី15 Royal Bank ក៏ទទួលបានសិទ្ធិក្នុងការប្រតិបត្តិការផ្ដាច់មុខទៅលើអាជីវកម្មជាច្រើនជាបន្តបន្ទាប់ដូចជាសិទ្ធិនាំចេញនាំចូលផលិតផលថ្នាំជក់សិទ្ធិក្នុងការជីករ៉ែមាសរ៉ែប្រាក់ផ្ដាច់មុខជាដើមក្រោយមក Royal Bank ត្រូវបានរដ្ឋាភិបាលបារាំងដាក់ជាធនាគារកណ្ដាលជាតិចំណែកឯ John Law ឯនោះវិញកំពុងតែអនុវត្តគម្រោងការ Mississippi Plan របស់គាត់បានបង្កើតក្រុមហ៊ុនផលិតកាបូបស្បែកនិងពង្រីកសិទ្ធិក្នុងការធ្វើជំនួញផ្ដាច់មុខរបស់គាត់នៅតាមតំបន់មួយចំនួនតាមដងទន្លេ Mississippi នៅទ្វីបអាមេរិកខាងជើងឯនោះវិញពាក្យចចាមរាមជាច្រើនត្រូវបានគេនិយាយតៗគ្នាថាតាមដងទន្លេ Mississippi ជាតំបន់មាសប្រាក់ដែលអ្នកណាមកដល់ទីនេះក៏កើបលុយទៅវិញដែរគម្រោង Mississippi ត្រូវបានគ្រប់គ្នាមើលឃើញថាជាឱកាសមាសឱកាសប្រាក់សម្រាប់ការវិនិយោគដែលធ្វើឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុននេះកើនឡើងខ្ពស់កប់ពពកក្នុងពេលតែមួយប្រពេចភ្នែកប៉ុណ្ណោះរហូតដល់ឆ្នាំ1914ក្រុមហ៊ុន Mississippi ត្រូវបានរដ្ឋាភិបាលបារាំងផ្ដល់សិទ្ធិធ្វើជំនួញផ្ដាច់មុខទៅតាមបណ្ដាកោះមួយចំនួននៅឥណ្ឌាខាងកើតឃើញការរីកចម្រើនរបស់ក្រុមហ៊ុន Mississippi នៅពេលនោះប្រជាជនទូទាំងតំបន់ក៏មិនអាចទ្រាំមើលនឹងភ្នែកបានដែរក៏នាំគ្នាទាំងវងទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុន John Law ពីពូជពងរាជវង្សដល់ជួរមន្ត្រីតូចធំរហូតដល់អ្នកដឹកកាសែតលក់តាមផ្លូវក៏ទិញភាគហ៊ុនរបស់ក្រុមហ៊ុន Mississippi ដែរគ្រប់គ្នាសុទ្ធតែសង្ឃឹមថានឹងអាចក្លាយជាអ្នកមានក្នុងពេលមួយយប់នៅលើផ្លូវដែល John Law រស់នៅមានសភាពអ៊ូអរខុសពីធម្មតាភ្នាក់ងារលក់ភាគហ៊ុននិងអ្នកវិនិយោគនាំគ្នាបញ្ជ្រៀតគ្នាទិញភាគហ៊ុនរបស់ក្រុមហ៊ុន Mississippi ថ្លៃជួលហាងក្នុងតំបន់នោះកើនពី 1000 លាវរហូតដល់ 16000 លាវសូម្បីតែអ្នកខាត់ស្បែកជើងនៅតាមផ្លូវលក់តែក្រដាសនិងប៊ិចក៏មួយថ្ងៃអាចរកបានជាង200លាវដែរអ្វីដែលហួសហេតុជាងនេះនោះសូម្បីតែតុអង្គុយសរសេរក៏គ្មានដែរគេត្រូវជួលសัตว์អូតទៅឲ្យអ្នកវិនិយោគមកធ្វើជាតុសរសេរដើម្បីដាក់ពាក្យស្នើសុំទិញភាគហ៊ុនពីក្រុមហ៊ុននេះអ្នកដែលចង់មានចង់បានហូរចូលក្នុងតំបន់នេះច្រើនហួសហេតុនៅទីនេះលក់តែទឹកក៏អាចក្លាយជាអ្នកមានដែរមិនយូរប៉ុន្មានស្ថានភាពច្របូកច្របល់ពួកចោរលួចចោរប្លន់ដឹងថាតំបន់នេះសម្បូរអ្នកមានលុយក៏បន្លំខ្លួនមកធ្វើជាអ្នកវិនិយោគដែរឃើញស្ថានភាពច្របូកច្របល់បែបនេះ John Law ក៏ផ្លាស់ទីទៅកាន់ទីលាន Place Vendôme តែមិនទាន់បានប៉ុន្មានផងក្រុមជនឆ្លៀតឱកាសនិងអ្នកវិនិយោគទាំងនោះក៏តាមមកដល់ទីនេះទៀតមនុស្សចាប់ផ្ដើមមកច្រើនទៅមានតាំងពីអ្នកបោះតង់អង្គុយចាំនិងក្រាកន្ទេលលក់ទំនិញពាសវាយពាសកាលប្រែពីទីលានគេលេងកម្សាន្តទៅជាទីអ៊ូអរដោយផ្សារលក់ត្រីយ៉ាងអញ្ចឹងភាគហ៊ុនរបស់ក្រុមហ៊ុន Mississippi ទិញពេលព្រឹកឡើងពេលល្ងាចមនុស្សជាច្រើននាំគ្នាស្ពាយលុយតាមខ្លួនឲ្យតែមានអ្នកណាលក់ហ៊ុនត្រូវតែទិញភ្លាមមិនបង្អង់ឡើយនៅពេលដែលអ្នកជោគជ័យដល់កម្រិតដែលភាពជោគជ័យរបស់អ្នក
ពាក់ព័ន្ធទៅនឹងមនុស្សគ្រប់គ្នាអ្នកណាក៏ចង់ឲ្យអ្នកជោគជ័យដែរព្រោះនៅពេលដែលអ្នកជោគជ័យពួកគេក៏ទទួលបានលៀបសក្ការៈដែរមនុស្សដ៏ច្រើនកុះករមកពីគ្រប់ទិសទីជុំវិញពិភពលោកនាំគ្នាបញ្ជ្រាបចូលទីក្រុងប៉ារីសមនុស្សជាច្រើនខ្លាយជាអ្នកមានលុយមួយរំពេចសរសៃសូត្រស្បែកសត្វល្អនិងគ្រឿងលម្អប្រណិតត្រូវបានគេដាក់លក់នៅតាមដងផ្លូវវាលែងជារបស់ដែលរាជវង្សានុវង្សពួកមន្ត្រីនិងត្រកូលអភិជនប្រើទៀតហើយមនុស្សជាច្រើនរកលុយបានពីការទិញលក់ភាគហ៊ុនពួកគេលែងសូវទៅធ្វើការបញ្ចេញកម្លាំងពលកម្មទៀតហើយអ្នកមានខ្លះទៀតយកក្រដាសប្រាក់ទៅបដូរយកកាក់ដាក់ក្នុងហឹបដឹកទាំងរទេះយកទៅសន្សំទុកនៅកន្លែងសម្ងាត់រីឯអ្នកខ្លះទៀតទិញជាមាសប្រាក់កែវកងរបស់មានតម្លៃហើយបញ្ជូនទៅក្រៅប្រទេសមិនបានប៉ុន្មានធនាគារកណ្ដាលជាតិខ្វះកាក់ដូរជូនប្រជាពលរដ្ឋក៏ប្រកាសនៅបទបញ្ញត្តិនិងច្បាប់មួយចំនួនកំណត់មិនឲ្យប្រជាជនយកក្រដាសប្រាក់ទៅបដូរយកកាក់ច្រើនពេកទៀតទេហើយក៏ដាក់កំហិតមិនឲ្យមានចរាចរណ៍ប្រើប្រាស់ប្រាក់កាក់នៅលើទីផ្សារនិងដាក់កំហិតយ៉ាងតឹងរឹងបំផុតទៅកាន់អ្នកដែលចង់ទិញមាសពេជ្រកែវកងនិងវត្ថុមានតម្លៃរហូតដល់ការដែលទិញវត្ថុមានតម្លៃនិងរបស់ប្រណិតទាំងនោះត្រូវបានគេចាត់ទុកថាជារឿងខុសច្បាប់ដែលត្រូវចាប់ខ្លួននិងពិន័យជាប្រាក់ហើយអ្នកដែលរាយការណ៍ជូនរដ្ឋាភិបាលនឹងទទួលបានពាក់កណ្ដាលនៃប្រាក់ដែលគេពិន័យនោះទំនុកចិត្តរវាងមនុស្សនិងមនុស្សលែងមានទៀតហើយអ្នកមានលុយក៏មិនហ៊ានចំណាយផ្ដេសផ្ដាស់ទៀតដែរដំបូងឡើយរដ្ឋាភិបាលគ្រាន់តែចង់ទប់ស្កាត់លំហូរសាច់ប្រាក់ច្រើនហួសហេតុតែធ្វើឲ្យសង្គមមួយមានភាពចលាចលមនុស្សលែងមានភាពជឿជាក់និងទំនុកចិត្តលើគ្នាចារកម្មនិងឧក្រិដ្ឋកម្មកើតឡើងពាសពេញផ្ទៃប្រទេសបញ្ហាកាន់តែធ្ងន់ធ្ងរមនុស្សម្នាក់នាំគ្នាតម្រង់ជួរបញ្ជ្រាបគ្នានៅមុខធនាគារដើម្បីបដូរក្រដាសប្រាក់យកជាកាក់រហូតដល់មានឧបទ្ទវហេតុជាន់គ្នាស្លាប់ជារឿយៗស្ថានភាពគ្រប់គ្រងលែងបានចនឡពីបុគ្គលជោគជ័យមួយរូបដែលគ្រប់គ្នាគោរពស្រឡាញ់និងរំពឹងឲ្យគាត់ជោគជ័យបានក្លាយជាមនុស្សដែលគ្រប់គ្នាតាមរកមុខដោយសារតែប្រជាពលរដ្ឋយល់ថាសាច់ប្រាក់ដែលបានពីការទិញលក់ភាគហ៊ុនក្រុមហ៊ុនលោកធនាគារមិនទទួលស្គាល់ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលបារាំងទុកផ្លូវក្រោយមួយឲ្យលោកនិរទេសខ្លួនចេញពីប្រទេសបារាំងដើម្បីរក្សាអាយុជីវិតរីឯទ្រព្យសម្បត្តិរបស់លោកមិនត្រូវបានគេរឹបអូសទេហើយក្រោយពេលដែលគាត់ចាក់ចេញពីប្រទេសបារាំងគាត់បដូរឈ្មោះបដូរត្រកូលហើយចូលមករកស៊ីក្នុងវិស័យចាស់របស់គាត់គឺជាបនលបែងដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់មិនជាអាប់អោនខ្លាំងនោះទេនៅឆ្នាំ1792លោក John Law បានស្លាប់បាត់បង់ជីវិតដោយសារជំងឺនៃបរទេសជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនមហាសាលត្រឡប់មកមើលពពុះសេដ្ឋកិច្ចដែលក្រុមហ៊ុន Mississippi បានសាងមកត្រូវបានផ្ទុះក្នុងរយៈពេលដ៏ខ្លីហើយចំពោះប្រជាជនបារាំងវាគឺជាក្តីសុបិនមួយដែលទើបនឹងកើតឡើងថ្មីនៅឡើយក្លិនលុយនិងប្រាក់កាក់នៅរសាត់អណ្ដែតពាសពេញទីក្រុងប៉ារីសអ្នកខ្លះដើរច្រៀងលើដងវិថីបែបនេះថាថ្ងៃច័ន្ទខ្ញុំទិញភាគហ៊ុនក្រុមហ៊ុន Mississippi ថ្ងៃអង្គារខ្ញុំក្លាយជាសេដ្ឋីប្រាក់វ៉ាលៀនថ្ងៃពុធខ្ញុំទិញដីទិញផ្ទះថ្ងៃប្រហ័សខ្ញុំទិញមាសពេជ្រកែវកងពាក់អាវសូត្រស្បែកជើងស្បែកថ្ងៃសុក្រខ្ញុំដើរច្រៀងរាំលេងសប្បាយថ្ងៃសៅរ៍ខ្ញុំអង្គុយសុំទានគេសុបិនអាក្រក់មួយឆាវរបស់ប្រជាជនបារាំងទើបនឹងឆ្លងផុតនៅឯទល់មុខនោះឯនោះវិញគឺប្រទេសអង់គ្លេសក៏កើតឡើងនៅព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរទោះបីជាកលៈទេសៈទីកន្លែងនិងពេលវេលាមិនដូចគ្នាក៏ដោយតែភាពលោភលន់របស់មនុស្សមិនខុសគ្នាឡើយនៅពេលដែលមនុស្សចាប់ផ្ដើមរកទ្រព្យសម្បត្តិបានច្រើនដោយងាយស្រួលពេកគេនឹងមិនមានសមត្ថភាពរក្សាទ្រព្យសម្បត្តិទាំងនោះឡើយគេថាវិនិយោគភាគហ៊ុនមិនខុសគ្នានឹងការលេងល្បែងស៊ីសងនោះទេអ្នកឈ្នះអ្នកចំណេញបោកគូតដើរចេញឯអ្នកចាញ់នាំគ្នាអង្គុយសោកស្ដាយស្រែកថាហេតុអ្វីនៅក្នុងវិបត្តិសេដ្ឋកិច្ចសមុទ្រខាងត្បូងដែលកើតឡើងនៅប្រទេសអង់គ្លេសលើកនេះធ្វើឲ្យមនុស្សខាតបង់បន្តិចទេសូម្បីតែអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ Isaac Newton របស់យើងក៏ខាតបង់អស់ប្រាក់ដែលគាត់ខំសន្សំមកពាក់កណ្ដាលជីវិតនៅក្នុងការវិនិយោគលើកនេះដែររឿងនេះកើតឡើងនៅក្នុងឆ្នាំ1711មហាសេដ្ឋី Earl of Oxford បង្កើតក្រុមហ៊ុនមួយដើម្បីជួយរដ្ឋាភិបាលអង់គ្លេសក្នុងការគៀងគរទុនដើម្បីដោះបំណុលដោយសារតែធ្វើសង្គ្រាមជាមួយប្រទេសអេស្ប៉ាញដើម្បីជាការដោះដូររដ្ឋាភិបាលបានផ្ដល់សិទ្ធិក្នុងការធ្វើពាណិជ្ជកម្មផ្ដាច់មុខទៅកាន់ក្រុមហ៊ុននេះដែលក្រុមហ៊ុននេះមានឈ្មោះថា South Sea Company ដោយសារតែវិបត្តិសេដ្ឋកិច្ចលើកនេះបង្កឡើងដោយក្រុមហ៊ុនមួយនេះទើបគេឲ្យឈ្មោះវិបត្តិសេដ្ឋកិច្ចលើកនេះថា South Sea Bubble វិបត្តិសេដ្ឋកិច្ចសមុទ្រខាងត្បូងសមុទ្រខាងត្បូងសំដៅទៅលើប្រទេសមួយចំនួននៅតាមឆ្នេរអាមេរិកខាងត្បូងសមុទ្រប៉ាស៊ីហ្វិកប្រជាជនអង់គ្លេសឮគេនិយាយថាតំបន់មួយចំនួនដូចជាប្រទេសប៉េរូឈីលីមិចស៊ីកូជាដើម
មានរ៉ែមាសរ៉ែប្រាក់ជីកមិនអស់ទេហើយក្រុមហ៊ុន South Sea ជាក្រុមហ៊ុនមួយដែលទទួលដឹកជញ្ជូនទាសករពីប្រទេសអង់គ្លេសទៅកាន់ប្រទេសអាមេរិកខាងត្បូងដែលឆ្លងកាត់តំបន់រ៉ែមាសនេះបានជាគ្រប់គ្នាយល់ថាក្រុមហ៊ុននេះប្រកាសជាមានអនាគតល្អទើបនាំគ្នាទិញភាគហ៊ុនក្រុមហ៊ុននេះយ៉ាងកក្រឹកកក្រែងតាមពិតជាក់ស្ដែងក្រុមហ៊ុនសមុទ្រខាងត្បូងនេះមិនសូវជាមានប្រាក់ចំណូលបានច្រើនដូចគ្រប់គ្នាគិតនោះទេចេញសំពៅពីប្រទេសអង់គ្លេសក្នុងមួយឆ្នាំបានតែ 2-3 ជើងប៉ុណ្ណោះគ្រាន់តែថ្លៃប្រេងទៅមកមិនគ្រប់ផងអាចរកស៊ីផ្លូវងងឹតបានខ្លះតែពេលនោះកំពង់ផែអាមេរិកខាងត្បូងត្រូវបានកាន់កាប់ដោយពួកអេស្ប៉ាញហើយពួកនេះយកថ្លៃការពារមិនតិចឡើយចំណែកឯប្រជាជនតូចតាចដែលកំពុងតែនាំគ្នាឮពាក្យចចាមអារាមឯនោះវិញនាំគ្នានិយាយពីមាត់មួយទៅមាត់10ថាអង់គ្លេសបានចុះហត្ថលេខាជាមួយពួកអេស្ប៉ាញដែលអេស្ប៉ាញនឹងបើកផ្លូវឲ្យអង់គ្លេសចូលកំពង់ផែក្នុងតំបន់អាមេរិកខាងត្បូងទាំងអស់ដែលស្ថិតនៅក្រោមអាណានិគមរបស់ខ្លួនហើយថែមទាំងនាំគ្នាប្រកាសតគ្នាថាអង់គ្លេសនឹងបង្កើតឲ្យមានទ្វីបមួយទៀតដើម្បីជីកយករ៉ែមាសរ៉ែប្រាក់ឲ្យតែអ្នកដែលមានភាគហ៊ុនក្រុមហ៊ុន South Sea នៅក្នុងដៃនឹងក្លាយជាមហាសេដ្ឋីពេលដែលសំពៅត្រឡប់មកវិញគ្មានអ្នកណាអាចរារាំងនៅពាក្យចចាមអារាមទាំងនោះបានឡើយនៅឆ្នាំ1720ភាគហ៊ុនរបស់ក្រុមហ៊ុនសមុទ្រខាងត្បូងកើនឡើងជាង300ដងមនុស្សម្នានាំគ្នាសម្រុកចូលទីផ្សារភាគហ៊ុនទីក្រុងឡុងក្នុងរយៈពេលមិនដល់2ម៉ោងផងគ្រាន់តែវិក័យប័ត្រទិញភាគហ៊ុនគោដូចភ្នំជាង1.5 លានសែនសន្លឹករទេះសេះដឹក3ថ្ងៃ3យប់មិនទាន់អស់ផងនៅទីនោះក្នុងសម័យនោះឲ្យតែមានអ្នកណាមានភាគហ៊ុននៅក្នុងដៃស្មើនឹងមានម៉ាស៊ីនព្រីនលុយហើយដោយសារតែក្រុមហ៊ុន South Sea ល្បីខ្លាំងពេកភាគហ៊ុនលក់ដាច់គ្មានសល់ដូច្នេះក្រោយៗមកគេឃើញមានក្រុមហ៊ុនតូចធំមិនស្គាល់មុខជាច្រើនក៏នាំគ្នាដាក់លក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រដែរក្រុមហ៊ុនខ្លះរកស៊ីផលិតបាវខ្លះផលិតរទេះរុញឲ្យតែមានអាជីវកម្មណាដែលពាក់ព័ន្ធនឹងក្រុមហ៊ុន South Sea គឺសុទ្ធតែមានអ្នកទិញមិនខ្វះឡើយអ្នកខ្លះមិនទាន់មានផែនការអាជីវកម្មទេមកប្រកាសគៀងគោទុន 50,000 ផោនហើយមកធានាថាអ្នកដែលចាប់អារម្មណ៍វិនិយោគចំណាយតែ2ផោនទិញភាគហ៊ុនរបស់គេនៅចុងឆ្នាំនឹងបែងចែកភាគលាភម្នាក់100ផោនពួកឆ្លៀតឱកាសទាំងអស់នេះមិនដល់មួយឆ្នាំផងនាំគ្នារត់ចោលក្រុមហ៊ុនបាត់ស្រមោលឈឹងឃើញលុយចាប់ផ្ដើមស្រួលរកយ៉ាងនេះប្រជាជនអង់គ្លេសក៏មិនខុសគ្នាពីអ្នកជិតខាងរបស់គេគឺប្រទេសបារាំងដែរមនុស្សចាប់ផ្ដើមលោភលន់ម្នាក់នាំគ្នាឈប់ធ្វើការរកស៊ីបែរទៅជាអង្គុយចាំទិញលក់ភាគហ៊ុនទៅវិញគ្រប់គ្នាលែងមានអារម្មណ៍ធ្វើការទៀតហើយគេចង់បានតែលុយដែលបានមកដោយងាយប៉ុណ្ណោះភាពលោភលន់បានចូលទៅក្នុងសរសៃឈាមប្រជាជនអង់គ្លេសគ្រប់រូបមួយថ្ងៃនាំគ្នាគិតតែធ្វើយ៉ាងណាអាចបោកលុយគេបានធ្វើយ៉ាងម៉េចទើបអាចឆ្លៀតឱកាសកើបលុយបានច្រើនមួយពេលប៉ុណ្ណោះចុងឆ្នាំ1720ក្នុងពេលតែ8ខែប៉ុណ្ណោះភាគហ៊ុនក្រុមហ៊ុនឡើងដល់កម្រិតកំពូលហើយក៏ធ្លាក់មកវិញយ៉ាងកំហុកម្ចាស់ភាគហ៊ុនមួយចំនួនក៏នៅដឹងខ្លួនទាន់លក់ហ៊ុនបដូរយកលុយនិរទេសចេញពីប្រទេសរីឯអ្នកដែលក្តោបក្រសោបភាគហ៊ុនដល់ដំណាក់កាលចុងក្រោយធ្លាក់សល់ត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយហ៊ុនអ្នកខ្លះជំពាក់គេវ័នកអ្នកខ្លះសម្លាប់ខ្លួនដោយសារតែបំណុលតុលាការអង់គ្លេសចាប់ផ្ដើមកោះហៅប្រធានក្រុមហ៊ុនមកកាត់ទោសម្ដងមួយប្រមូលឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុនចែកទៅឲ្យម្ចាស់ភាគហ៊ុនបានមួយចំនួនតូចស្ថានភាពក៏ចាប់ផ្ដើមស្ងប់ស្ងាត់ឡើងវិញនិយាយពីឧទាហរណ៍ពីដ៏វែងឆ្ងាយដែលបានកាត់ឡើងជាក់ស្ដែងក្នុងប្រវត្តិសាស្ត្រយើងឃើញថានៅសម័យណាក៏ដូចសម័យណាដែរភាពលោភលន់របស់មនុស្សនៅតែមានជាពិសេសនៅចំពោះមុខផលប្រយោជន៍និងទ្រព្យសម្បត្តិនិយាយចប់ពីការលោភលន់យើងមកនិយាយពីការតាមគេតាមឯងដោយងងឹបងងុលវិញម្ដងករណីដែលលេចធ្លោជាងគេអ្នកនិពន្ធបានលើកឡើងនៅក្នុងសៀវភៅនេះដែលសរសេរតាំងពីជាង200ឆ្នាំមុនគឺវិធីបូជាយញ្ញរបស់សាសនាមួយចំនួននៅសតវត្សទី4នៃគ្រិស្តសករាជតំបន់ប៉ាឡេស្ទីននៃសមុទ្រមេឌីតេរ៉ាណេសាសនាគ្រិស្តត្រូវបានចក្រភពរ៉ូម៉ាំងយកមកធ្វើជាសាសនារបស់រដ្ឋហើយក្រោយមកបានក្លាយជាសាសនាដ៏ធំជាងគេមួយសម្រាប់ជនជាតិអឺរ៉ុបចំពោះគ្រឹះបរិស័ទជុំវិញពិភពលោកសុទ្ធតែដឹងថាទីក្រុងសេរុយសាឡឹមគឺជាកន្លែងដ៏បរិសុទ្ធមួយដែលព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាងនិងជាកន្លែងដែលទ្រង់រស់ឡើងវិញជាប្រវត្តិសាស្ត្រទៅហើយនៅទីនេះជាទីដែលអ្នកកាន់សាសនាគ្រិស្តជុំវិញពិភពលោកមកធ្វើការគោរពបូជារហូតដល់ពេលដែលជនជាតិទូគីមកធ្វើការកាន់កាប់តំបន់ប៉ាឡេស្ទីនហើយនៅក្រោមការជះឥទ្ធិពលរបស់លោកពុក Jean Peter ជនជាតិអឺរ៉ុបជាច្រើនសុខចិត្តពាក់លីជីវិតធ្វើបូជាយញ្ញដើម្បីរំដោះសាសនានិងព្រះយេស៊ូវគ្រីស្ទពីជាតិសាសន៍ដទៃមកវិញរហូតដល់ជាង 1000 ឆ្នាំមុនជំនឿនេះបានធ្វើឲ្យអ្នកកាន់សាសនាជ្រុលនិយមមួយចំនួនបានធ្វើការបូជាយញ្ញ
ដុតខ្លួនឯងដោយជឿថាព្រះនឹងប្រទានជីវិតអមតៈនិងជីវិតទីមួយដ៏បរិសុទ្ធក្នុងការសង្គ្រោះព្រះយេស៊ូវគ្រីស្ទក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះជំនឿបែបនេះត្រូវបានគេផ្សព្វផ្សាយនិយាយតៗគ្នារហូតដល់តំបន់ជុកកាត់មាត់ញកពាសពេញទ្វីបអឺរ៉ុបមនុស្សរាប់ពាន់នាក់បានចុះឈ្មោះបូជាជីវិតខ្លួនឯងតាំងពីក្មេងចាស់ប្រុសស្រីអ្នកមានអ្នកក្រមនុស្សខ្វាក់ខ្វិនជាដើមអ្នកដែលស្ទាក់ស្ទើរត្រូវបានគេសើចចំអកហើយអ្នកដែលក្លាហានហ៊ានលះបង់ជីវិតដើម្បីព្រះត្រូវបានគេស្ងើចសរសើរថាជាវីរៈបុរសទៅវិញនៅក្នុងសៀវភៅនេះបានសរសេរថាការធ្វើបូជាយញ្ញធំទាំង9លើកក្នុងប្រវត្តិសាស្ត្របានធ្វើឲ្យជីវិតជាង2លាននាក់បានបាត់បង់ដោយសារតែជំនឿជ្រុលនិយមហើយនឹងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើនជារួមការដែលជឿតាមគ្នាងប់ងល់គ្មានការត្រេះរិះពិចារណាមិនមែនជារឿងត្រឹមត្រូវឡើយតែរហូតមកដល់ពេលនេះជំនឿទាំងអស់នេះនៅតែមានគ្រប់ស្រទាប់វណ្ណៈគ្រប់សម័យកាលអ្នកខ្លះនៅគោរពបន់ស្រន់ដើមឈើព្រៃភ្នំសត្វចិញ្ចឹមជាដើមជាចុងក្រោយយើងមកនិយាយពីភាពភ័យខ្លាចវិញម្ដងចំណុចខ្សោយពីររបស់មនុស្សទី1គឺភាពលោភលន់និងទី2គឺភាពភ័យខ្លាចនេះឯងនេះជាធម្មជាតិរបស់មនុស្សគ្រប់គ្នាជួបរបស់ល្អតែងតែចង់បានល្អជាងនេះមានជាងនេះមិនឈប់មិនឈរឡើយជួបរបស់អាក្រក់តែងតែភ័យខ្លាចចង់ជៀសចេញឲ្យឆ្ងាយនៅពាក់កណ្ដាលសតវត្សទី14ជំងឺឆ្លងដែលកាច់សាហាវមួយដែលគេស្គាល់ថា The Black Death បានឆក់យកជីវិតជនជាតិអឺរ៉ុបជាង 1/3 គ្រប់គ្នានៅពេលនោះសុទ្ធតែជឿថានេះជាអវសាននៃជីវិតនៅលើផែនដីហើយនៅទីក្រុងឡុងឯនោះវិញមានគ្រូទាយពីមហន្តរាយធំដល់ទៅ2លើកគឺគ្រោះរញ្ជួយដីនិងទឹកជំនន់ដែលធ្វើឲ្យប្រជាជនស្ទើរតែទាំងអស់ចាកចេញពីទីក្រុងឡុងនាំគ្នាទៅសង់សំណង់អនាធិបតេយ្យនៅទីខ្ពង់រាបត្រៀមទឹកជញ្ជូនស្បៀងតែចុងក្រោយបែរជាគ្មានអ្វីកើតឡើងសោះនៅចំពោះមុខគ្រោះថ្នាក់ទោះបីជាពិតក៏ដោយមិនពិតក៏ដោយមនុស្សភាគច្រើនជ្រើសរើសយកការការពារខ្លួនទុកមុនជានិច្ចដូចជាភាពលោភលន់ដែរភាពភ័យខ្លាចគឺជាជំងឺឆ្លងមួយតែនេះមិនអាចបន្តបានទេព្រោះវាជាធម្មជាតិរាប់ម៉ឺនឆ្នាំមកហើយមនុស្សជំនាន់មុនរស់នៅជាមួយសត្វពួកគេត្រូវតែមានស្មារតីប្រុងប្រយ័ត្ននិងការពារខ្លួនជានិច្ចដើម្បីរក្សាជីវិតនិងការបៀតបៀនពីសត្វសាហាវសរុបសេចក្តីមកវិញសៀវភៅវងមនុស្សដ៏លោភលន់នេះចង់បញ្ជាក់ស្មារតីយើងថាការដែលរេតាមខ្យល់ខ្វល់តាមរលកតាមវងមនុស្សភាគច្រើនដោយគ្មានការពិចារណាមិនប្រកាសថាជារឿងត្រឹមត្រូវនោះទេដានជើងប្រវត្តិសាស្ត្រប្រាប់យើងថានៅក្នុងសម័យកាលណាក៏ដោយបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណាក៏ដោយនៅតែមានមនុស្សប្រព្រឹត្តកំហុសឆោតល្ងង់ដដែលរីឯជនឆ្លៀតឱកាសទាំងអស់នោះតែងតែប្រើប្រាស់ចំណុចខ្សោយរបស់មនុស្សទាំងពីរយ៉ាងនេះមកធ្វើការបោកប្រាស់បង្កជាចលាចលពីចំនួនមួយទៅចំនួនមួយហាក់បីដូចជាគ្មានអ្វីកើតឡើងយ៉ាងអញ្ចឹងបើយើងមិនចេះធ្វើការពិចារណាមិនចេះទប់អារម្មណ៍ខ្លួនឯងនៅចំពោះភាពតាក់ទាញការភ័យខ្លាចនិងភាពលោភលន់នៅតែមាននោះទោះបីជារាប់រយឆ្នាំទៀតក៏ដោយមហន្តរាយនិងភាពចលាចលក៏នៅតែមានដែរហើយបទពិសោធន៍និងប្រវត្តិសាស្ត្រដែលយើងធ្លាប់បានឆ្លងកាត់វាគ្រាន់តែជាផ្សែងដែលហោះកាត់យើងមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះក្នុងនាមជាបុគ្គលចេះដឹងមួយរូបយ៉ាងហោចណាស់ធ្លាប់បានស្ដាប់និងអានសៀវភៅនេះត្រូវតែចេះរក្សានៅស្មារតីត្រេះរិះពិចារណាដោយឯករាជ្យនិងទប់ឲ្យជាប់នៅភាពលោភលន់និងភាពភ័យខ្លាចទើបមិនអាចធ្វើឲ្យយើងក្លាយជាជនរងគ្រោះម្នាក់ទៀតបានខ្លឹមសារសំខាន់ដែលខ្ញុំបានធ្វើការអត្ថាធិប្បាយដោយសង្ខេបចេញពីសៀវភៅ The Madness of Crowd នៅក្នុងសប្តាហ៍នេះបានចូលមកដល់ទីបញ្ចប់អរគុណចំពោះការចំណាយពេលវេលារបស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ